បងទាំងអស់គ្នាកុំគិតទៀតថារឿងពន្ធនាគារមានតែវីតបហិង្សាហើយទូឯកតែងតែត្រឡប់មកឈ្នះវិញបែបសប្បាយរឿងនេះបំបែកគ្រប់ស្ទីចាស់ទាំងអស់មិនមានឈ្នះស្អាតអីទេមានតែការជឿចាប់របស់ក្មេងស្រីម្នាក់ដែលគ្មានកំហុសតែត្រូវចូលគុកនៅក្នុងគុកគាត់ពឹងពាក់គ្នាជាមួយអ្នកទោសផ្សេងហើយគិតដល់កូនស្រីដែលនៅឆ្ងាយយ៉ាងឈឺចិត្តអារម្មណ៍ទាំងទន់ទាំងឈឺចាប់បែបនេះធ្វើឲ្យមើលហើយចង់យំតែម្ដងខ្ញុំឈ្មោះរូហ្វាថ្ងៃនេះនឹងនាំអ្នកមកមើលរឿងកូរ៉េមួយដែលប៉ះចិត្តខ្លាំង2037មើលហើយមិនមានអារម្មណ៍សប្បាយសោះមិនមានចុងបញ្ចប់ល្អស្អាតអីទេវាបង្ហាញត្រង់ពេលមនុស្សគ្មានកំហុសត្រូវជាប់គុកក្រោមប្រព័ន្ធត្រជាក់នោះមានតែភាពល្អតិចតួចនិងស្នេហាម្ដាយកូនដែលคล้ายជាក្តីសង្ឃឹមតែមួយយន់យងរស់ជាមួយម្ដាយដែលថ្លង់មិនអាចនិយាយបានដើម្បីជួយបន្ថយបន្ទុកម្ដាយនាងបោះបង់សាលាដោយស្ងាត់ហើយទៅធ្វើការនៅហាងកាហ្វេនាងជឿថាបើខិតខំអាចចូលធ្វើការរត់បានទោះគ្មានសញ្ញាបត្រក៏ដោយថ្ងៃមួយនាងទៅយកម្ដាយចេញពីការងារតែត្រូវម្ចាស់រោងចក្រចាប់អារម្មណ៍ចាប់ពីពេលនោះគេព្យាយាមចូលទៅចិត្តនាងជានិច្ចដោយសារម្ដាយមិនស្ដាប់បានគេបង្ខំឲ្យនាងរៀបការជាមួយខ្លួនតែម្ដាយនាងអាចអានបូមាត់បានពេលដឹងរឿងនាងខឹងខ្លាំងហើយទេគេមួយប៉ះធ្ងន់ហាមមិនឲ្យប៉ះពាល់កូនស្រីទៀតការទេនោះធ្វើឲ្យគេខឹងស្ទើរផ្ទុះហើយចាប់ផ្ដើមក្រុងសងសឹកយ៉ាងស្ងាត់គេទៅរកហាងកាហ្វេដែលនាងធ្វើការឃើញនាងហើយមិនអាចទប់ខ្លួនបានដល់យប់ជ្រៅនាងត្រៀមត្រឡប់ផ្ទះតែមានអារម្មណ៍ថាមានអ្នកតាមនាងដើរលឿនឡើងប៉ុន្តែមិនអាចរត់ផុតបានគេទាញនាងទៅលើស្មៅហើយរំលោភនាងពេលនាងភ្ញាក់ឡើងវិញខោអាវញ៉ៃញ៉ៃរាងកាយយកខ្វក់ត្រជាក់និងឈឺចាប់ខ្លាំងតែមិនស្មើការឈឺចិត្តក្នុងចិត្តទេម្ដាយរងចាំមិនឃើញកូនត្រឡប់ក៏ចេញស្វែងរកយ៉ាងភ័យខ្លាចហើយទូរស័ព្ទម្ដងហើយម្ដងទៀតគេកាត់ទូរស័ព្ទចោលភ្លាមហើយសើចចំអកថាមនុស្សថ្លង់ក៏ចេះហៅទូរស័ព្ទដែរពេលឮសំឡេងហៅពីឆ្ងាយគេគំរាមនាងយ៉ាងអាក្រក់បើហ៊ានប្តឹងនឹងសម្លាប់ម្ដាយនាងមើលភ្នែកគេហើយគួរឲ្យខ្លាចខ្លាំងនាងចាប់ដុំថ្មក្បែរដៃវីក្បាលគេរហូតដល់គេដួលស្លាប់បន្ទាប់មកនាងទៅសារភាពនាងនិយាយអស់គ្រប់យ៉ាងថាវាជាការពារខ្លួនតែប៉ូលីសមិនជឿគ្មានភស្តុតាងគ្មានកាមេរ៉ាគ្មានសាក្សីមិនអាចបញ្ជាក់បានថាត្រូវរំលោភមេធាវីណែនាំឲ្យនាងបង្ហោះរឿងនេះដើម្បីឲ្យមនុស្សជួយគាំទ្រអាចបន្ថយទោសបានតែនាងមិនចង់ឲ្យម្ដាយរងការរិះគន់នាងជ្រើសយកទោសមកលើខ្លួនឯងទោះបីត្រូវចូលគុកក៏ដោយមិនយូរក៏ដល់ថ្ងៃកាត់ក្តីនៅក្នុងសាលាក្តីនៅទីនោះនាងនៅតែថាវាជាការពារខ្លួនតែដោយខ្វះភស្តុតាងនិងសាកសពខូចខាតខ្លាំងត្រូវចាត់ទុកថាជាការវាយប្រហារដោយចេតនាចុងក្រោយត្រូវទទួលទោស5ឆ្នាំពេលសាលាប្រកាសសាលក្រមអនាគតនាងត្រូវបានបំផ្លាញក្តីសង្ឃឹមម្ដាយក៏បាត់បង់ម្ដាយរត់ចូលសាលាក្តីហើយជង្គង់ចុះធ្វើភាសាសញ្ញាសុំអត់ទោសសុំឲ្យដោះលែងកូនស្រីតែចៅក្រមមិនអើពើយន់យងយល់ហើយថាចាប់ពីពេលនេះទៅ5ឆ្នាំដ៏ស្រស់ស្អាតបំផុតក្នុងជីវិតនាងនឹងត្រូវចំណាយនៅក្នុងគុក4ជ្រុងនេះយន់យងត្រូវបានបញ្ជូនទៅគុកស្ត្រីនៅតំបន់នោះមានតែលេខត្រជាក់មួយគត់2037ពេលចូលថ្មីនាងជួបការសាកល្បងភ្លាមគ្រាន់តែអត់ប្រុងប្រយ័ត្នប៉ះនារីសក់ខ្លីម្នាក់ឈ្មោះមីខ្ជុងនាងត្រូវគេវាយធ្ងន់យន់យងមិនអាចត្បិតបានទេអ្នកទោសផ្សេងមកជួយទប់ហើយយកថ្នាំមកលាបរបួសឲ្យនាងពេលដឹងថានៅក្នុងគុកអាចធ្វើការរកលុយបានហើយអាចផ្ញើទៅឲ្យអ្នកនៅក្រៅបានយន់យងក៏សម្រេចចិត្តជ្រើសការងារលំបាកបំផុតនៅរោងជួសជុលឡានព្រោះខ្លាចចំដាយនៅក្រៅលំបាកនាងប្រើកម្លាំងអស់ទៅលើការងារដើម្បីអាចរកប្រាក់បានច្រើនជាងមុនអ្វីដែលលួងចិត្តតែមួយគឺសរសេរសម្បត្តិទៅម្ដាយប្រាប់ពីការនឹករលឹកហើយប្រាប់តែរឿងល្អថានាងនៅក្នុងនេះសុខសប្បាយថ្ងៃកន្លងទៅម្ដងនាងក៏ចាប់ផ្ដើមសាំតែនឹកម្ដាយជាញឹកញាប់លាក់យំនៅមុំមួយបងស្រីម្នាក់ក្នុងគុកឃើញហើយអាណិតនាងមកប្រាប់រឿងជីវិតខ្លួនកូនប្រុសនាងត្រូវឡានបុកស្លាប់ដោយអ្នកបើកស្រវឹងដើម្បីសងសឹកនាងបានដុតផ្ទះគេតែអកុសលបានសម្លាប់មនុស្សទាំងគ្រួសារ5នាក់ឆ្នាំជាច្រើនមកនេះនាងរស់នៅក្នុងការសោកស្ដាយនិងសុបិនអាក្រក់ជានិច្ចនាងប្រាប់យន់យងថាកុំទុកអារម្មណ៍ក្នុងចិត្តសរសេរឬអធិស្ឋានក៏បានត្រូវបញ្ចេញវាចេញមកទើបអាចរស់បន្តបានបន្ទាប់ពីគិតបានយន់យងចាប់ផ្ដើមធ្វើតាមដែលគេណែនាំនិងចូលរួមជាមួយអ្នកទោសផ្សេងរស់នៅជាក្រុមបានល្អឡើងនាងក៏ចាប់ផ្ដើមញញឹមបន្តិចក្រោយចូលគុក3ខែនាងបានឱកាសជួបម្ដាយជាលើកដំបូងមុនចូលជួបកូនម្ដាយលាក់ខ្លួនទប់ទឹកភ្នែកហាត់ញឹមម្ដងហើយម្ដងទៀតចង់ឲ្យកូនឃើញថាខ្លួនសុខសប្បាយមិនឲ្យកូនបារម្ភតែពេលជួបគ្នាតាមកញ្ចក់អារម្មណ៍ទាំងអស់បែកចេញភ្លាមទឹកភ្នែកហូរមិនឈប់សំណួរមួយពីម្ដាយធ្វើឲ្យនាងបាត់កម្លាំងចិត្តទាំងអស់ថ្ងៃមួយនាងឈឺពោះខ្លាំងត្រូវបានយកទៅពិនិត្យលទ្ធផលធ្វើឲ្យបាក់ចិត្តនាងមានផ្ទៃពោះជាកូនរបស់អ្នកដែលរំលោភនាងសម្រាប់នាងវាជាស្នាមឈឺចាប់ជាភស្តុតាងនៃរឿងអាក្រក់និងជាការអាម៉ាស់តែមិនអាចភ្លេចបាននាងស្ទើរតែបែកបាក់នាងយំហើយរត់ចេញរត់ទៅដល់មុខទ្វារគុកវាយទ្វារយ៉ាងខ្លាំងហៅម្ដាយដោយសំឡេងខ្លាំងព្យាយាមរត់ចេញពីគុកត្រូវបានដាក់ឃុំឯកោដើម្បីការពារខ្លួននាង
អ្នកយាមចុងដៃនាងពេលចេញមកពោះនាងពេញដោយស្នាមកោះនាងមិនញ៉ាំមិនផឹកមិននិយាយជាមួយនរណាហើយមិនព្រមជួបម្ដាយនាងមិនចង់ឲ្យម្ដាយដឹងហើយមិនដឹងប្រឈមមុខយ៉ាងម៉េចពេលរឿងនេះលេចលឺក្នុងគុកអ្នកទោសចាប់ផ្ដើមជែកគ្នាថាត្រូវរក្សាកូនឬអត់ខ្លះនិយាយថាកូនគ្មានកំហុសតែមីខ្យងនិយាយថាការមានកូននេះគឺជាកំហុសតាំងពីដើមវាជាភស្តុតាងថាយុនយ៉ងត្រូវបានប៉ះពាល់គួរតែយកកូនចេញភាគីទាំងពីរនិយាយខុសគ្នាគ្មាននរណាអាចបញ្ចេញគំនិតឲ្យគ្នាទទួលបានសូម្បីតែឆ្លោះគ្នាដល់វីគ្នាប៉ុន្តែយុនយ៉ងវិញមិននិយាយអ្វីទាំងអស់ព្រោះក្នុងចិត្តនាងមានចម្លើយរួចហើយនាងមិនចង់រក្សាកូននេះទេនាងព្យាយាមធ្វើអន្តរាយខ្លួនពេលកំពុងធ្វើការនាងយកកញ្ចក់មួយចាក់ចូលទៅលើពោះខ្លួនឯងយ៉ាងខ្លាំងឆាកនេះត្រូវបានមីខ្យងឃើញនាងខឹងឡើងភ្លាមហើយវាយុនយ៉ងយ៉ាងខ្លាំងមនុស្សគ្រប់គ្នាគិតថានាងកំពុងធ្វើបាបយុនយ៉ងប៉ុន្តែមិនដឹងថានាងចង់ឲ្យយុនយ៉ងយកកូនចេញមិនមែនឲ្យសម្លាប់ខ្លួនការវាយនេះត្រូវបានអ្នកយាមទប់ទណ្ឌហើយព្រមានថាបើវាយទៀតអាចត្រូវចោទថាចង់សម្លាប់មនុស្សទោះមានការខុសគ្នាអ្នកទោសទាំងអស់ក៏ជួយគ្នាយកលុយតូចរបស់ខ្លួនទៅទិញអាហារល្អជួយបំពេញរាងកាយនាងដោយជំនួយពីអ្នកទោសករណីនាងត្រូវបានពិនិត្យឡើងវិញលើកនេះដោយសារនាងមានផ្ទៃពោះបានបញ្ជាក់ថានាងពិតជាត្រូវរំលោភប៉ុន្តែគេចាត់ថាការពារខ្លួនលើសកម្រិតកាត់ទោសពី5ឆ្នាំមក1ឆ្នាំមានន័យថានៅសល់តែ5ខែនឹងចេញបានដំណឹងនេះធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តតែយុនយ៉ងវិញមិនមានអារម្មណ៍រីករាយទេព្រោះតុលាការមិនអនុញ្ញាតឲ្យយកកូនចេញនាងត្រូវសម្រាលកូននេះតែទោះយ៉ាងណាក៏មានពលឺតិចក្នុងភ្នែកនាងអ្នកទោសចង់ឲ្យនាងសប្បាយបានគូផ្កាលើជញ្ជាំងបន្ទប់ទឹកពេលនាងឃើញនាងញឹមពីចិត្តនេះជាពេលដែលនាងសប្បាយបំផុតពេលពោះនាងធំឡើងអ្នកទោសទាំងអស់ចាប់ផ្ដើមរងចាំកូននេះកើតពួកគេយកអាវកីឡាកាត់ដេរជាខោអាវទារោគដោយជំនួយពីអ្នកយាមសូម្បីតែមីខ្យងដែលធ្លាប់ខឹងខ្លាំងក៏ធ្វើក្រវើខ្យល់ឲ្យកូនពីផ្នែកម៉ាស៊ីនឡានអ្នកគ្រប់គ្រងគុកក៏យកចិត្តទុកដាក់ផ្ដល់អាហារពិសេសជាញឹកញាប់និងអាហារបំពន់គុកដែលធ្លាប់ស្ងប់ស្ងាត់ក្លាយជាកន្លែងកក់ក្ដៅពេញទៅដោយជីវិតតែយុនយ៉ងមិនដែលទទួលយកកូននេះទេនាងគិតតែចង់យកវាចេញនាងធ្វើជាឈឺក្បាលទៅយកថ្នាំពីបន្ទប់ពេទ្យជាញឹកញាប់តែគ្មានថ្ងៃញ៉ាំនាងលាក់ថ្នាំទាំងអស់ក្នុងកន្លែងសម្ងាត់ទោះគ្រូពេទ្យសង្ស័យក៏មិនគិតច្រើនដល់ថ្ងៃសម្រាលទឹកស្រោចកូនបែកនាងមិនសុំជំនួយភ្លាមតែអត់ទ្រាំឈឺយកថ្នាំដែលលាក់ញ៉ាំច្រើននាងចង់បញ្ចប់ជីវិតនិងបញ្ចប់កូននេះផងដែរបន្ទាប់ពីញ៉ាំថ្នាំនាងប្រើកម្លាំងចុងក្រោយដាក់សម្បត្តិត្រឡានៅមុខបន្ទប់នាងអរគុណអ្នកទោសទាំងអស់តែបានថែរក្សានាងនិងផ្ដល់ភាពកក់ក្ដៅហើយសូមទោសចំពោះការសម្រេចចិត្តនេះពេលគេរកឃើញនាងបានដួលបាត់ស្មារតីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីនោះនាងមិនចង់រស់ទៀតមិនសហការនឹងគ្រូពេទ្យត្រូវចុចពោះប៉ុន្តែអាចស្លាប់ទាំងម្ដាយទាំងកូនគ្រូពេទ្យសម្រេចចិត្តធ្វើវះកាត់សំណាងល្អនាងបានសម្រាលកូនស្រីម្នាក់ដោយសុវត្ថិភាពម្ដាយនិងកូនមានសុវត្ថិភាពទាំងពីរក្រោយការជួយសង្គ្រោះពីគ្រូពេទ្យយុនយ៉ងក៏បន្តភ្ញាក់ស្មារតីឡើងវិញបន្តិចចុងបញ្ចប់ភាពយន្តបានផ្ដល់នូវសេចក្តីកក់ក្ដៅក្រោយពេលចេញពីគុករួចនាងខិតខំរៀនសូត្រហើយប្រឡងជាប់ជាមន្ត្រីរាជការចាប់ផ្ដើមជីវិតថ្មីជាមួយម្ដាយដែលពិការស្ដាប់កូនស្រីដែលនាងសម្រាលត្រូវបានមីខ្យងយកទៅចិញ្ចឹមមីខ្យងធ្លាប់ត្រូវគេបោះបង់តាំងពីតូចតែងតែស្រមៃចង់មានគ្រួសារមួយក្រោយមកនាងរស់នៅជាមួយក្មេងនោះយ៉ាងមានសុភមង្គលចំណែកយុនយ៉ងវិញតាមពេលវេលាដែលកន្លងទៅនាងក៏ចាប់ផ្ដើមចាក់ចេញពីស្រមោលអតីតកាលរៀនរស់ជាមួយខ្លួនឯងនិងទទួលយកជីវិតឡើងវិញភាពយន្តនេះប្រាប់ថាជនរងគ្រោះល្អឥតខ្ចោះគឺមិនមានទេពេលមនុស្សត្រូវគេធ្វើបាបប្រតិកម្មដំបូងគឺភ័យខ្លាចនិងស្លន់ស្លោមិនមែនស្ងប់ស្ងាត់ដូចក្នុងសៀវភៅទេយើងមិនអាចយកស្តង់ដារល្អឥតខ្ចោះទៅវាយតម្លៃជនរងគ្រោះបានទេក្នុងនាមជាអ្នកមើលយើងមិនគួរចង្អុលដៃទៅជនរងគ្រោះទេហើយក៏មិនគួរសួរថាបើហេតុអ្វីត្រូវជាអ្នកតែគួរផ្ដោតទៅលើអ្នកធ្វើខុសឲ្យពួកគេទទួលខុសត្រូវចំពោះអំពើរបស់ខ្លួននេះហើយជាការគោរពដ៏សំខាន់បំផុតចំពោះជនរងគ្រោះខ្ញុំគឺកូដារ៉ាសង្ឃឹមថាជួបគ្នាម្ដងទៀត